បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់ Channel ដងហួរសូមប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នា Channel មួយនេះគឺប្រោតទៅលើការសម្រាយរឿងជាប្រភេទលក្ខណៈ Novel ឬយើងហៅថាប្រឡំលោកបែបពិភពគុណនឹងឯងចឹងចំពោះបងប្អូនដែលចូលមកថ្មីសូមរំខានជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីអាចទទួលបាននូវវីដេអូសម្រាយរឿងថ្មីៗបែបនេះបន្ថែមទៀតតើឥឡូវនឹងកុំកាត់ពេលយូរជិះចូលទៅកាន់ការសម្រាយសាច់រឿងរបស់យើងទាំងអស់គ្នាចំពោះទី597ការបដិសេធមិនយកប្រពន្ធចប់ដែលឃើញថាហានលីនៅសៀមទេពអក្សរវិញ្ញាណញញឹមហើយសួរថាតើបងប្រុសហានមានអារម្មណ៍យ៉ាងណាចំពោះការរៀបការជាមួយនាងរូបរាងដ៏ស្រស់ស្អាតរបស់ប្អូនស្រីមេនីងគួរតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយទៅជាប្រពន្ធចុងរបស់អ្នកតែគាត់ណាអ្នកនឹងមិនបដិសេធរឿងដ៏រីករាយដែលនៅចំពោះមុខទេហានលីងូកក្បាលដោយមិនដឹងខ្លួនហើយងាកទៅមើលរូបរាងដ៏ស្រស់បំព្រងរបស់មេនីងអោនក្បាលចុះក្រោមហើយទឹកមុខស្រងោស្រងាត់ត្រូវបានបង្ហាញចេញពីករបស់នាងដែលមានពណ៌សដូចជាព្រិលធ្វើឲ្យមានភាពតាក់ទាញមួយបានលេចឡើងវាហាក់ដូចជានាងបានយកព្រមជាមួយនឹងសំណើរបស់ទេពអក្សរវិញ្ញាណទាំងស្រុងហានលីបាននិយាយយឺតៗដោយទឹកមុខស្ងប់ស្ងាត់ថាផ្អែកលើរូបរាងរបស់នាងគឺមិនត្រឹមតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយទៅជាស្រីកំណានរបស់អ្នកវឹកហាត់ថ្នាក់ខ្ពស់នោះទេសូម្បីតែធ្វើជាដៃគូវឹកហាត់របស់ពួកគេក៏មិនមានបញ្ហាអ្វីដែរទោះជាយ៉ាងណាក៏ដោយខ្ញុំខុសពីអ្នកវឹកហាត់ទូទៅខ្ញុំបានលះបង់ខ្លួនឯងក្នុងការស្វែងរកភាពអមតៈនិងមិនអាចរួមរស់ជាមួយនឹងមនុស្សស្រីបានដោយងាយនោះទេអ្នកផ្សងព្រេងតែម្នាក់ឯងជារឿយៗជួបប្រទះនឹងស្ថានភាពគ្រោះថ្នាក់តែខ្ញុំអាចនឹងយកប្រពន្ធចុងដោយរបៀបណាទៅរាងកាយរបស់មីនីញ័រតិចៗពេលលើបែបនេះនាងបានត្រឹមតែលើកក្បាលឡើងដើម្បីបង្ហាញមុខដ៏ស្លេកស្លាំងដូចជាការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះការបដិសេធរបស់ហាន់លីទីបញ្ចប់នៅចំពោះមុខនារីដ៏ស្រស់ស្អាតបែបនេះបងប្រុសហាន់នៅតែបដិសេធនាងទេពអក្សរវិញ្ញាណបាននិយាយដោយការកក់ចិត្តបន្តិចមិនចាំបាច់និយាយទេជាមួយនឹងកម្រិតចុងក្រោយនៃដំណាក់កាលទី3តើអ្នកណាអាចគម្រាមកំហែងអ្នកក្រៅពីអ្នកដែលនៅដំណាក់កាលទី4ទៅសូម្បីតែពិភពលោកទាំងមូលក៏អ្នកអាចដើរលេងបានដោយសេរីតាមអ្នកចង់ដែរវាពិតជាពិបាកជឿណាស់ដែលអ្នកមិនអាចការពារបងស្រីតូចមីនេះបានហាន់លីបាននិយាយត្រង់ថាបងស្រីទេពអក្សរវិញ្ញាណគួរតែដឹងរួចមកហើយទោះបីជាខ្ញុំជឿថាខ្លួនឯងមានកម្រិតខ្ពស់ជាអ្នកវឹកហាត់ដូចគ្នាមួយចំនួនក៏ដោយខ្ញុំតែងតែបង្កការស្អប់ខ្ពើមពីស្ត្រីដែលខ្លាំងជាងខ្លួនរហូតដល់ខ្ញុំឈានដល់ដំណាក់កាលទី4និងមានថាមពលគ្រប់គ្រាន់ដើម្បីការពារខ្លួនខ្ញុំមិនអាចពិចារណាទទួលយកប្រពន្ធចុងបានទេវាគឺជាការពិតទេពអក្សរវិញ្ញាណជ្រួញចិញ្ចាំនៅដឹងថាពាក្យដែលហាន់លីបាននិយាយជាការពិតជាងនេះទៅទៀតនាងមានអារម្មណ៍ថាហាន់លីមានអារម្មណ៍មិនសប្បាយចិត្តឡើយនាងបានដកដង្ហើមធំហើយជៀសវាងការនិយាយបន្ថែមអំពីប្រធានបទមួយនេះមីនីងនៅទីបំផុតក៏បានធូរស្បើយពីភាពស្ងប់ស្ងាត់ហើយបានខំបបោមករបស់នាងពេលសម្លឹងមើលហាន់លីហើយសួរថាចាប់តាំងពីបងប្រុសហានមិនបានបដិសេធនារីតូចនេះទាំងស្រុងទេតើអ្នកអាចទទួលយកខ្ញុំបានទេបន្ទាប់ពីអ្នកឈានដល់ដំណាក់កាលទី4ខ្ញុំមិនប្រកាសថាខ្ញុំអាចបង្រួមប្រលឹងបានទេលើពីនេះទៅទៀតទោះបីជាខ្ញុំអាចឈានដល់ដំណាក់កាលទី4ក៏ដោយក៏ខ្ញុំមិនដឹងថាត្រូវចំណាយពេលប្រហែលឆ្នាំនោះដែរតើបងស្រីមីព្រមរងចាំជាង100ឆ្នាំបានដែរទេខ្ញុំពេលមេនីងឮបែបនេះការបញ្ចេញមតិរបស់នាងកាន់តែមិនច្បាស់លាស់នាងមិនអាចឆ្លើយតបបានទេក្នុងនាមជាអ្នកវឹកហាត់ធម្មតាម្នាក់សូម្បីតែ30ឆ្នាំក៏វែងពេកដែរកុំថាឡើយជាង100ឆ្នាំទោះបីជាហាន់លីបានបង្កើតជំរឿនដ៏ល្អសម្រាប់ការវឹកហាត់ជាគូក៏ដោយប៉ុន្តែនាងមិនមានពេលវេលាដើម្បីរងចាំលទ្ធផលដែលមិនច្បាស់លាស់នោះទេយ៉ាងណាមិញពិភពវឹកហាត់គឺជាកន្លែងដ៏ខុសខើទោះបីជានាងបានចំណាយពេលត្រឹមតែមួយរយៈពេលខ្លីជាមួយនឹងហាន់លីនិងមានការចាប់អារម្មណ៍ចំពោះគាត់ក៏ដោយវាមិនអាចទៅរួចទេដែលនាងលងស្រឡាញ់ទៅកាន់គាត់ទាំងស្រុងរហូតដល់នាងមិនអើពើទៅនឹងផលវិបាកទាំងនេះនោះទេដោយឃើញភាពស្ទាក់ស្ទើររបស់នាងហាន់លីបានត្រឹមតែដកដង្ហើមធំហើយដាក់ដបពីលើតុមុនពេលរុញវាទៅរកនាងហាន់លីបាននិយាយដោយមិនប្រញាប់ប្រញាល់ថាទាំងនេះគឺជាថ្នាំបំពន់ការវឹកហាត់មួយចំនួនដែលខ្ញុំផ្សំវាពីស្នូលពិសាជំនួសឲ្យការស្វែងរកបរិសុទ្ធដើម្បីវឹកហាត់ជាមួយវាអាចជាការប្រសើរជាងក្នុងការវឹកហាត់ដោយខ្លួនឯងប្រហែលជាអ្នកនឹងមានសំណាងអាចបង្កើតស្នូលមាសដូចជាទេពអក្សរវិញ្ញាណដែរដោយសារគ្រប់ថ្នាំទាំងនេះគឺសម្រាប់អ្នកដែលស្ថិតក្នុងដំណាក់កាលទី2ពួកវាមិនមានតម្លៃសម្រាប់ហាន់លីទៀតទេប៉ុន្តែចាប់តាំងពីនារីនេះបានប្រកបវិញ្ញាណបណ្ដោះអាសន្នឲ្យគាត់ក៏អាចប្រើឱកាសនេះដើម្បីតបស្នងដោយមិនមានការប្រឹងប្រែងច្រើនឡើយដូច្នេះគាត់នឹងលែងមានកង្វល់ច្រើនទៅលើបញ្ហាមួយនេះទៀតហើយត្រាំគ្រាប់ផ្សំពីស្នូលពិសាចមីនេះមានការភ្ញាក់ផ្អើលនៅពេលទទួលយកវាបន្ទាប់ពីបើកម្របដបខិនក្រអូបបានសាយភាយពេញបន្ទប់ទាំងនេះគឺជាត្រាំគ្រាប់លំដាប់កំពូលមែនទេមីនេះសម្លឹងមើលទៅហាន់លីដោយភាពច្របូកច្របល់នាងនៅតែមិនអាចយល់បានពីអ្វីដែលហាន់លីបានប្រព្រឹត្តចំពោះនាងនៅក្នុងអាណាចក្រស្រមោលដែលដូចជាគូស្នេហ៍មួយគូប៉ុន្តែក្រោយមកគាត់បានបដិសេធនៅទួលយកនាងធ្វើជាប្រពន្ធចុងអ្វីដែលរឹតតែងឹងឆ្ងល់នោះគឺគាត់បែរជាយកថ្នាំដ៏មានតម្លៃមកឲ្យនាងទៅវិញទេពអក្សរវិញ្ញាណប្រឡែកមើលទៅថ្នាំគ្រាប់ដែលមានការភ្ញាក់ផ្អើលរួចក៏បានសាយភ្លាមហើយនិយាយថាហាបងប្រុសហានពិតជាអស្ចារ្យណាស់ដោយសារតែបងប្រុសហានបានបញ្យល់រួចហើយដូច្នេះបងស្រីតូចគួរតែទទួលយកថ្នាំទាំងនេះចោះប្រហែលជានៅពេលដែលអ្នកបានលេបថ្នាំពី3គ្រាប់នេះអ្នកនឹងអាចទម្លុះចូលទៅកាន់ដំណាក់កាលទី3បានហើយមីនីងបានក្រឡេកមើលទៅកាន់ហាន់លីដោយទឹកមុខស្មុគស្មាញ
hai này bị ở còn tịch tịch muốn đừng dọc đọc thamទាំងពីរនោះដាក់ចូលទៅក្នុងថង់របស់នាងហាលីញញឹមតិចតិចដោយការឆ្លើយតបហើយងាកទៅរកបងអួយដោយកលែងមើលទៅផ្លូវនៅក្នុងទីក្រុងតូចមានភាពអ៊ូអរជាមួយនឹងសកម្មភាពដែលរំលឹកខានលីនៅសកម្មភាពពីមុនដែលគាត់បានមកភ្លេចវាជាយូរមកហើយស្នាមញញឹមរបស់គាត់បានប្រែក្លាយទៅជាការដកដង្ហើមធំដោយឃើញហាលីបែបនេះទេពអសូរវិញ្ញាណនឹងមីនឹងមិនអាចធ្វើឲ្យបានឡើយក្រៅពីការសម្លឹងមើលគ្នាដោយមានភាពច្របូកច្របល់ខេត្តណានស្ថិតនៅភាគខាងលិចនៃរដ្ឋស៊ីដីនៅទីនោះមានភាពសុខស្មាញណាស់មានភ្នំនិងព្រៃជាច្រើននិងមានវាលភក់ផងដែរជាលទ្ធផលមានតែផ្លូវសំខាន់មួយចំនួនប៉ុណ្ណោះដែលតភ្ជាប់ភូមិជាច្រើននៅក្នុងតំបន់នោះហើយមានមនុស្សតិចណាស់ដែលធ្លាប់ដើរចូលទៅកាន់ទីរហោឋាននោះចំណែកឯជួរភ្នំវិញពួកវាជាចម្រោះរបស់សត្វសាហាវជាពិសេសវាបានរៀបរៀងមិនឲ្យនរណាមកកាន់ទីនេះបានឡើយរឿងនេះបានធ្វើឲ្យតំបន់នេះសម្បូរទៅដោយរុក្ខជាតិឱសថនិងសត្វដ៏កម្រដែលធ្វើឲ្យអ្នកវឹកហាត់នៅទីនេះចង់បានវាយ៉ាងខ្លាំងវាបាននាំឲ្យអ្នកវឹកហាត់ភាគច្រើនមករស់នៅក្នុងខេត្តនេះនិកាយនៃអ្នកវឹកហាត់ដ៏មានឥទ្ធិពលមួយចំនួនថែមទាំងបានកាន់កាប់ដាច់មុខនៅតំបន់មួយចំនួនជាមួយនឹងធម៌ពលខាងវិញ្ញាណដ៏ច្រើនចំពោះជួរភ្នំនៅក្នុងខេត្តដែលគេស្គាល់ថាជាភ្នំពពកសុបិនវាជាតំបន់ដ៏ល្បីល្បាញនៅភាគខាងត្បូងដោយសារតែសរសៃវិញ្ញាណដ៏ពិសិដ្ឋរបស់វានៅក្នុងសរសៃវិញ្ញាណដ៏ក្រាស់នៃភ្នំម៉ារីកដោះដាលនៅដើមឈើវិញ្ញាណល្អៗដែលជាប្រភេទចុងក្រោយនៃដើមឈើដទេវភាពទាំង3មហាអំណាចក្នុងតំបន់នោះបានរក្សាដើមឈើនេះដោយឲ្យតម្លៃវាជាងឫស្សីឋានសូត្រទៅទៀតចំពោះឈើចិញ្ចឹមប្រលឹងដោយសារតែទឹកដោះវិញ្ញាណដែលដើមឈើនេះផលិតរៀងរាល់200ឆ្នាំម្ដងត្រូវបានគេស្គាល់ថាជាទឹកដទេវភាពចំពោះឈើចិញ្ចឹមប្រលឹងដោយសារទឹកដោះវិញ្ញាណដែលដើមឈើនេះផលិតជារៀងរាល់200ឆ្នាំម្ដងត្រូវបានគេស្គាល់ថាជាទឹកដទេវភាពទោះបីជាអង្គធាតុរាវមិនអាចប្រើដោយផ្ទាល់បានក៏ដោយវាអាចត្រូវបានចម្រាញ់ជាឱសថខាងវិញ្ញាណដ៏មានប្រសិទ្ធភាពក្នុងចំណោមថ្នាំទាំងនោះមានថ្នាំពិសិដ្ឋក្នុងរឿងព្រេងនិទានដែលគេស្គាល់ថាជាថ្នាំបញ្ចុះវិញ្ញាណថ្នាំបំបត្តិការឈឺចាប់ខាងវិញ្ញាណត្រូវបានគេស្គាល់ថាជាថ្នាំបញ្ចុះព្រលឹងវាមិនត្រឹមតែអាចបង្កើនការវឹកហាត់របស់មនុស្សម្នាក់ក្នុងចំនួនជាក់លាក់មួយប៉ុណ្ណោះទេវាថែមទាំងអាចធ្វើឲ្យមនុស្សមានចិត្តរឹងប៉ឹងនិងធ្វើឲ្យព្រលឹងអ្នកវឹកហាត់ស្ងប់ដែលកាត់បន្ថយការប្រឆាំងនៃអារក្សខាងក្នុងដែលអាចលងបន្លាចពួកគេបានការបង្រួមព្រលឹងនៃដំណាក់កាលទី4គឺពិតជាមិនដូចការបង្កើតស្នូលនៃដំណាក់កាលទី3ទេក្រៅពីតម្រូវឲ្យមានកម្រិតជាក់លាក់នៃសំណាងនិងសមត្ថភាពនៃការវឹកហាត់ការបង្រួមព្រលឹងក៏មានការរំខាននៃការបំផន់ភ្នែកនិងវិញ្ញាណកំណាចខាងក្នុងផងដែរយ៉ាងណាមិញការប្រែក្លាយស្នូលរបស់មនុស្សម្នាក់ទៅជាការបង្រួមព្រលឹងគឺជាការសាកល្បងដ៏គួរឲ្យភ័យខ្លាចនៃការស៊ូទ្រាំផ្លូវចិត្តនិងឆន្ទៈកំណត់ឋានសួគ៌នៃសរសៃវិញ្ញាណរបស់ភ្នំពពកសុបិនជាមួយនឹងការបន្ថែមនៃការផ្ដោតអារម្មណ៍ដ៏អស្ចារ្យនៃធម៌ពលខាងវិញ្ញាណដែលវាបានតាក់ទាញនិកាយរាប់មិនអស់ជាមួយនឹងបំណងប្រាថ្នាដើម្បីបង្កើតមូលដ្ឋានរបស់ពួកគេជាលទ្ធផលនៃការប្រយុទ្ធគ្នាមិនចេះចប់ដែលในបច្ចុប្បន្នត្រូវបានកាន់កាប់ដោយសម្ព័ន្ធភាពនៃនិកាយចំនួន3គឺនិកាយដាវបុរាណនិកាយពពករស័ក្តិនិងវិមានរាប់រយជាមួយនឹងកងកម្លាំងខ្លាំងបំផុតទាំង3នៅក្នុងរដ្ឋស៊ីរួមបញ្ចូលគ្នានៅអំណាចនៃការផ្សេងទៀតវាគ្រាន់តែអាចបន្លត់មហិច្ឆតានៃការដណ្ដើមយកសរសៃវិញ្ញាណបានមួយរយៈប៉ុណ្ណោះក្នុងពេលអង្គុយសម្លឹងមើលទៅកាន់កំពូលភ្នំពពកសុបិនហាលីបានគិតគូរអំពីព័ត៌មានដែលតាក់ទងទៅនឹងភ្នំនេះដោយកំពុងពិនិត្យមើលបរិស្ថាននៅក្បែរនោះមានយុវជនប្រុសស្រីពីរនាក់កំពុងដើរលើផ្លូវឡើងទៅលើភ្នំយ៉ាងស្ងៀមស្ងាត់ដោយម្នាក់បង្ហាញនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងពេលហាលីឃើញបែបនេះគាត់ញញឹមតិចនៅពេលដែលនិកាយពពករស័ក្តិដ៏អស្ចារ្យហៀបនឹងជ្រើសរើសសិស្សថ្មីមួយក្រុមនៅក្នុងថ្ងៃខាងមុខនេះយុវជនទាំងនេះកំពុងតែមានការរំពឹងទុកយ៉ាងខ្លាំងដែលបានចំណាយពេលកន្លះខែនៅក្នុងកន្លែងនេះវាជារឿងធម្មតាទេដែលគាត់អាចដឹងអំពីរឿងនេះវិធីសាស្ត្រផ្សំថ្នាំគ្រាប់ដ៏ល្បីរបស់គាត់គឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលគាត់ត្រូវបានជ្រើសរើសឲ្យចូលទៅក្នុងនិកាយទោះជាយ៉ាងណាក៏ដោយគាត់បានលាក់សមត្ថភាពរបស់គាត់ដោយនៅត្រឹមតែជាអ្នកវឹកហាត់ដំណាក់កាលទី2ធម្មតាម្នាក់ប៉ុណ្ណោះលុះត្រាតែអ្នកដំណាក់កាលទី4កម្រិតកណ្ដាលម្នាក់ត្រូវពិនិត្យគាត់យ៉ាងដិតដល់នោះគ្មាននរណាម្នាក់អាចដឹងបានថាគាត់ស្ថិតនៅក្នុងដំណាក់កាលទី3នោះទេដោយសារតែរឿងនេះហើយដែលធ្វើឲ្យគាត់ហ៊ានធ្វើតាមផែនការរបស់គាត់នៅពេលដែលគាត់បាននឹកឃើញពីអ្វីដែលបានកើតឡើងមុនពេលដែលបានចែកផ្លូវជាមួយនឹងទេពអសូរវិញ្ញាណនិងមីនីងគាត់បានសើចយ៉ាងជូរចត់យោងតាមផែនការដើមរបស់គាត់បានរកឃើញរូងភ្នំមួយនិងបានលេបថ្នាំពី3គ្រាប់ដើម្បីទម្លុះទៅកាន់កម្រិតកម្ពស់នៃដំណាក់កាលទី3ឲ្យបានពេញលេញខណៈពេលដែលធម៌ពលខាងវិញ្ញាណមករីកចម្រើនបន្តិចម្ដងវាមិនគ្រប់គ្រាន់ទេក្នុងការជំរុញគាត់ឲ្យទម្លុះចូលទៅកាន់ដំណាក់កាលចុងក្រោយពិតប្រាកដទោះជាយ៉ាងណាក៏ដោយអ្វីមួយដែលនឹកស្មានមកដល់បានកើតឡើងវាបានបំផិតបំផ្លាញផែនការរបស់គាត់ទាំងស្រុងពេលដែលគាត់បានលេបថ្នាំនោះគាត់បានភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះថ្នាំគ្រាប់គឺมันមានប្រសិទ្ធភាពជាមួយនឹងគាត់ទាំងស្រុងមិនថាថ្នាំអារក្សថ្នាក់ទី6ឬថ្នាំអារក្សថ្នាក់ទី7នោះទេពួកវាសុទ្ធតែគ្មានឥទ្ធិពលទាំងអស់វាគឺខុសពីអ្វីដែលគាត់បានរំពឹងទុកទាំងស្រុងបាទឥឡូវនេះសូមបញ្ចប់ចម្ពោះទី597នៃសាច់រឿងរបស់យើងតែប៉ុណ្្នឹងសិនហើយយើងនឹងជួបគ្នាបន្តទៀតនៅភាគបន្ទាប់សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការសាកសួរទស្សនា